ទី26 You blank park here it is a no parking zone មានន័យថាអ្នកមិនត្រូវចតឡាននៅទីនេះទេព្រោះជាតំបន់ហាមចត A don't have to B must not C couldn't D might not តើមួយណាជាចម្លើយដែលត្រឹមត្រូវនៅក្នុងប្រយោគនេះយើងឃើញមាន clear ថា it is a no parking zone មានន័យថាទីនេះហាមចតរថយន្តដូច្នេះត្រូវប្រើ must not ដែលមានន័យថាហាមដាច់ខាតតាមរូបមន្ត must not បូកជាមួយនឹង verb ដូច្នេះចម្លើយដែលត្រឹមត្រូវគឺ letter B must not You must not park here it is a no parking zone អ្នកមិនត្រូវចតឡាននៅទីនេះទេព្រោះជាតំបន់ហាមចតចុះហេតុអ្វីជាជំរប់ផ្សេងខុសចម្លើយ A don't have to ប្រែថាមិនចាំបាច់មានន័យថាមិនបាច់ចតមិនមែនហាមចតទេចម្លើយ C couldn't មិនអាចអតីតកាលប្រើសម្រាប់សមត្ថភាពឬអសមត្ថភាពក្នុងអតីតកាលមិនសមនឹងបរិបទនេះចម្លើយ D might not ប្រហែលជាមិនបង្ហាញពីភាពមិនប្រកបប្រជាមិនមែនការហាមឃាត់ទេនេះគឺជាគន្លឹះជំនួយការសំខាន់កាលណាយើងឃើញ clear no parking no smoking no entry forbidden prohibited ចម្លើយភាគច្រើនគឺ must not